រឿងទន្សាយខ្លាស្វាកាលពីព្រេងនាយមានរឿងមួយដំណាលថាមានសត្វខ្លាមួយបានដើររកចាប់សត្វជាអាហារមិនបានសោះវាដើរស្វែងរកយូរក៏បានប្រទះឃើញសត្វអកមួយកំពុងតែទុំលើមែកឈើដ៏ធំមួយនៅមាត់ត្រពាំងឯខ្លាក្រឡេកឃើញក៏គិតក្នុងចិត្តថាតើអញធ្វើយ៉ាងម៉េចទើបចាប់សត្វអកនេះបានទៅបើវានៅខ្ពស់យ៉ាងនេះបើអញឡើងទៅច្បាស់ជាវាដឹងហើយហៅទៅបាត់ជាមិនខានខ្លានោះក៏បានអង្គុយមើលកិច្ចកលអត់នោះឯសត្វអត់នោះកាលណាវាបានទុំហើយផ្នែកក្រំបីមើលផ្ទៃត្រពាំងក្រែងមានត្រីរមៀលងើបនឹងចាប់ជាចំណីយូរបន្តិចក៏មានត្រីមួយផុសឡើងមកពីក្នុងទឹកអកឃើញដូច្នោះក៏ហក់ទៅចាប់ត្រីមួយរំពេចខ្លាឃើញអកធ្វើបែបនោះក៏គិតក្នុងចិត្តថាយីអើអាអកនេះវាអង្គុយតែស្ងៀមសោះស្រាប់តែមានត្រីហែលក្នុងត្រពាំងមកវាក៏ចាប់ជាចំណីបានយ៉ាងស្រួលវៃមិនដូចអញសោះហើយភ័យព្រួយខំដើររកចំណីមិនបានសោះបើអញ្ចឹងអញគិតថាធ្វើដូចជាអកវិញវាស្រួលជាងវាមិនលំបាកលំបិនអោនក្រាបដូចជាអញនេះសោះអូគិតហើយខ្លានោះក៏ដើរទៅរកបឹងព្រែកជាទីស្ងាត់ដែលមានត្រីច្រើនមួយសន្ទុះវាក៏ប្រទះឃើញបឹងមួយដែលមានត្រីច្រើនជាទីស្ងាត់មានដើមឈើធំជ្រុំច្រាមនៅមាត់បឹងល្មមនឹងពឹងពួនបានពេលនោះដែរក៏មានបរិមម្នាក់រាយសន្ទូចនៅទីនោះហើយឈរនៅនឹងដីមិនស្រួលដោយចង់ឃើញសន្ទូចឲ្យបានច្បាស់ដែលគាត់បានរាយនោះក៏ឡើងទៅលើដើមឈើធំនៅសងំមិនមាត់មិនកនោះទេឯខ្លានោះវិញកាលណាទៅដល់ហើយក៏រកដើមឈើដើម្បីធ្វើត្រាប់តាមសត្វអកបរិមនោះក៏បានលឺសូរសំឡេងហើយងាកទៅមើលឃើញសត្វខ្លាកំពុងតែឡើងចុងឈើអង្គុយចង្គមស្រែកអអ៊ូបរិមនោះមុខក៏អ្វីទាំងអស់ហើយគិតថាខ្លានេះវាឡើងមកចុងឈើហើយស្រែកអវាគិតធ្វើស្អីវិញអញ្ចឹងរៀងយូរបន្តិចមានត្រីមួយបានផុសឡើងស្រាប់តែខ្លានោះស្ទុះលុតប្រងហើយងើបឡើងវិញឆ្លក់ទឹកបរិមនោះឃើញដូច្នោះហើយក៏សើចនឹងស្រែកថាស្លាប់ទៅអាខ្មោចមកធ្វើស្អីអញ្ចឹងយីអាសត្វខ្លាចំគួតនេះអើយខ្មាស់គេណាស់អញខ្លាលឺហើយក៏មើលទៅបរិមនោះឲ្យលើចុងឈើខ្លាមានការអៀនខ្មាន់ណាស់ស្ទើរតែស្លាប់ខ្លួនដោយមិនគួរណាបងគំនិតដល់ម្លឹងសោះរួចខ្លាក៏គិតក្នុងចិត្តថាឥឡូវបរិមនេះឃើញអញតែម្នាក់ឯងបើគេទៅដល់ផ្ទះច្បាស់ជាដើរប្រាប់គេអញជាមិនខាននោះនឹងដឹងរឿងអញធ្វើនេះកាន់តែច្រើនឡើងហើយគឺកើតមានគេឈ្មោះអាក្រក់បើដូច្នេះអញទៅសុកបរិមនេះកុំឲ្យនិយាយតទៅទៀតគិតហើយខ្លានោះបានទៅនិយាយអង្វរអន់លំទោនទៅបរិមនោះថាអោអ្នកអើយអ្នកខ្ញុំបានទៅចាប់ត្រីធ្វើដូចជាសត្វអកវាអត់បានបែរជាទៅលងទឹកស្ទើរតែងាប់ទៅវិញខ្ញុំមានសេចក្តីអៀនខ្មាស់ខ្លាំងណាស់បើដូច្នេះសូមអ្នកអាណិតខ្ញុំកុំយករឿងទាំងអស់នេះទៅប្រាប់ឲ្យនរណាដឹងទៀតអីណាខ្ញុំនឹងដឹងគុណអ្នកដោយរកចាប់សត្វមកឲ្យអ្នកមួយថ្ងៃមួយក្បាលជូនទៅអ្នកនៅទីនេះជារៀងរាល់ថ្ងៃល្អណាស់បើអញ្ចឹងយើងយល់ព្រមតាមសំណើរបស់អញទៅចុះបន្ទាប់មកបរិមនោះក៏ត្រឡប់ទៅផ្ទះវិញលុះព្រឹកស្អែកឡើងបរិមនោះក៏បានមកយកអំពីសត្វខ្លានៅកន្លែងដែលបានសន្យាខ្លាបានខំសត្វយកមកឲ្យជាប្រក្តីមិនឲ្យខកខានឡើយបរិមនោះបានយកសត្វទៅផ្ទះជារឿយជារៀងរាល់ថ្ងៃពេកនាងជាភរិយាមានការឆ្ងល់លុះដល់វេលាយប់ក៏សួរប្តីថាតើបងធ្វើដូចម្ដេចបានជាបានសត្វជារៀងរាល់ថ្ងៃបែបនេះម្ដងសត្វនេះម្ដងសត្វនោះមានទាំងក្តាន់រមាសជ្រូកព្រៃទៀតផងគឺបងដាក់អន្ទាក់នៅក្នុងព្រៃនោះឯងទើបបានជាបានសត្វមកហើយចុះអន្ទាក់អ្វីទៅហេតុអីបានរាល់ថ្ងៃបែបនេះបងប្រាប់អូនឲ្យត្រង់មកមើលតើរឿងនេះវាយ៉ាងម៉េចទៅវិញបរិមនោះភ្លេចពាក្យសន្យាដោយស្មានតែសត្វខ្លាពុំដឹងក៏ប្រាប់រឿងពីដើមដល់ចប់ទៅប្រពន្ធរបស់គាត់ឯនាងក៏ជឿតាមអ្វីដែលប្តីបាននិយាយលុះព្រឹកស្អែកឡើងបរិមនោះក៏ទៅយកសត្វពីខ្លាដូចសប្ដងពេលទៅដល់បរិមនោះក៏បានឃើញសត្វខ្លាអង្គុយចំងក់នៅទីនោះពេលដើរទៅដល់ខ្លាក៏និយាយថាមកដល់ហើយអីយើងអង្គុយចាំឯងយូរហើយពេលនេះអញនឹងស៊ីឯងបិទកាលនិយាយគ្នានោះអញហាមថាកុំនិយាយតទៅទៀតតែឥឡូវនេះមិនបានជាឯងនិយាយប្រាប់គេបរិមនោះលឺដូច្នោះហើយក៏មានសេចក្តីភ័យខ្លាចឥតប្រកែកថាអ្វីនោះទេគ្រាន់តែអង្វរទៅសត្វខ្លានោះថាបាទបើបងខ្លាឯងចង់ស៊ីក៏ស៊ីទៅខ្ញុំមិនប្រកែកនោះទេបានជានិយាយទៅហើយតែមុននឹងស្លាប់នោះខ្ញុំសុំទៅជួបប្រពន្ធកូនខ្ញុំសិននឹងបានប្រាប់ឲ្យពួកគេបានដឹងផងចុះបានយើងព្រមឲ្យឯងទៅតែត្រូវឆាប់ត្រឡប់មកវិញយើងស្ដោះទឹកមាត់ចាំបើសិនជាស្ងួតយើងនឹងទៅតាមស៊ីទាំងប្រពន្ធហើយនឹងប្តីហើយវើយបរិមនោះក៏ត្រឡប់ទៅផ្ទះទាំងសោកសៅក្នុងចិត្តព្រោះមាត់មិនចិត្តទៅខ្លាវិស៊ីពេលទៅដល់ផ្ទះក៏ប្រាប់ប្រពន្ធតាមរឿងហេតុឥឡូវខ្ញុំនៅមិនបានទេត្បិតខ្លានោះវាចាំតែយូរវានឹងមកស៊ីទាំងអស់គ្នាហើយ
ប្រពន្ធក៏យំសោកស្រណោះទៅវិញទៅមកស្ដាយនឹងគំនិតដីលាប្រពន្ធចាក់ចេញពីភូមិដើរទៅតាមផ្លូវយំបណ្ដាផងលុបពាក់កណ្ដាប់ផ្លូវក៏ប្រទះជួបនឹងទន្សាយឯទន្សាយឃើញបែបនេះក៏សួរទៅបរិសនោះថាអេបរិសកំសត់ទៅណាហ្នឹងតើអ្នកគិតរឿងអីមិនបានជាយំបែបនេះនោះបរិសនោះក៏បានរៀបរាប់តាមដំណើររឿងហេតុសពគ្រប់ប្រការទៅដល់ទន្សាយហើយទន្សាយក៏និយាយថាអូបើដូច្នេះសុំកំព្រួយភ័យអីណាបរិសឯងទៅរកតែចេកមួយស្និតទៅបានហើយកុំទៅខ្លាចអាខ្លាល្ងីល្ងើនោះ បរិសនោះបានលើកបែបនោះក៏ត្រេកអរពន់ពេកហើយក៏រត់ទៅរកចេកមួយស្និតយកមកសុភាទន្សាយហើយនិយាយទាំងត្រេកអរទៅទន្សាយថាខ្ញុំជូនលោកសូមឲ្យទៅលោកសុភាទន្សាយបានជួយជីវិតខ្ញុំឲ្យរួចផុតពីសត្វខ្លានោះផងចុះតែយូរទៀតនោះវានឹងមកស៊ីខ្ញុំព្រមទាំងប្រពន្ធកូនខ្ញុំផងដែរណាមិនអីនោះទេអ្នកឯងទៅជាមួយនឹងយើងទៅចាំមើលខ្លានោះឲ្យជាក់ឲ្យប្រាប់មកយើងណារួចសុភាទន្សាយបានរកដំបូកចាំងធំខ្ពស់ហើយទៅអង្គុយលើនោះដើម្បីបានមើលឲ្យបានឆ្ងាយនៅពេលខ្លានោះចាំបរិសនោះយូរពេកក៏ទៅតាមនឹងប្រាថ្នាខំស៊ីនឹងប្តីប្រពន្ធពីរអ្នកនោះព្រោះខកសន្យានៅពេលដើរតាមផ្លូវតែម្នាក់ឯងយ៉ាងរលះមកដល់ទៀមដំបូកនោះបរិសនោះឃើញក៏ប្តឹងទៅទន្សាយថានោះហើយវាមកដល់ហើយអូហោវាមកដល់ហើយអីកុំមាត់ណាចាំវាមកដល់ចិត្តសិនណាខ្លាដើរមកកាន់តែចិត្តសុភាទន្សាយបានពំចេញក្នុងមាត់ហើយស្រែកក្រហែមឡើងថាស៊ីខ្លាតាមមិនស្កប់ស្ដីស៊ីគ្រប់ខំប្រពន្ធកដៃស្ទាក់ស្ទើរបែកខ្លាលើសំឡេងធំក្រអូននិយាយដូច្នោះក៏ស្ទុះថយក្រោយទន្សាយក្រហែមថែមម្ដងហើយម្ដងទៀតយ៉ាងទួមខ្លានោះក៏ស្ទុះរត់លេងមើលអ្វីទាំងអស់បន្តិចក្រោយមកក៏ប្រទះសាក់ស្វាមួយក្បាលនៅលើចុងឈើស្វាឃើញខ្លារត់ស្រែកសួរថាបងខ្លាឈប់សិនបងខ្លាហើយបងខ្លាឯងរត់មានការអីបានជារត់លឿនម្លេះហ្នឹងទេម៉ែហើយអាណាស្អីក៏ធំម្លេះវើយស៊ីខ្លាដល់ទៅ5ហើយនៅមិនឆ្អែតទៀតនេះអញ្ចឹងហើយបានជាអញរត់មកនឹងណាក្រែងវាឃើញស៊ីអញទៀតទៅហើយចុះបងអញបានឃើញវាដែរទេណែអត់ទេអញលឺវានិយាយដូច្នេះក៏ភ័យតែម្ដងទៅហើយក៏រត់ប្រាអាយុតែម្ដងនឹងណាហើយវានោះនៅត្រង់ណាទៀតទៅបងខ្លាវានៅដំបូកក្បែរដើមពង្រោនោះណាវើយគិតក្រែងបងសុភាទន្សាយទីដឹងចំណាំឃើញតែនៅត្រង់ហ្នឹងណាតោះបងខ្លាទៅមើលម្ដងទៀតទៅមើលមកទៅជាមួយខ្ញុំអត់ទេអញមិនហ៊ានទៅទេវើយអញខ្លាចពេលទៅដល់រត់ចោលអញទៀតនោះពេលនោះនៅតែអញវានឹងស៊ីអញជាម្ខានទេអើយបើបងខ្លាឯងខ្លាចខ្ញុំរត់ចោលបងខ្លាឯងនោះខ្ញុំនឹងចង់កន្ទុយខ្ញុំជាប់នឹងបងខ្លាឯងអញ្ចឹងខ្ញុំមិនអាចរត់តារួចនោះទេទៅក៏បានដែរវើយបើឯងនិយាយបែបនេះទៅហើយតែកុំរត់ចោលគ្នាឲ្យសោះណាវើយខ្លានិងស្វាក៏ចង់កន្ទុយគ្នាជាប់ហើយក៏ដើរតម្រង់ទៅដំបុកនោះបរិសនោះឃើញក៏ប្តឹងទៅសុភាទន្សាយថាអូយលោកហើយលោកមកទៀតហើយម្ដងនេះមានទាំងស្វាមកជាមួយផងខ្ញុំខ្លាចណាស់លោកកំរំអីណែស្ងៀមទៅណាចាំវាមកចិត្តបន្តិចនឹងមើលវាឲ្យជាក់លាក់សុភាទន្សាយក៏បកចេកមួយហើយពំចាំងមបំរុងជាស្រេចពេលពួកគេមកដល់ក្បែរដំបុកនោះក៏ស្រែកថាអាស្វាកញ្ញាំជំពាក់បំណុលអញ4តាមឆ្នាំទៅហើយដឹកអាខ្លាសង្គមមួយនេះមកឲ្យអញទៀតមើលវិញ្ញាណអាស្វានេះចុះខ្លាលើដូច្នោះក៏ស្ទុះរត់ភេញទៅស្វាខាត់ក៏ពុំស្ដាប់ដោយគិតក្នុងចិត្តថាអាស្វានេះវានាំអញមកផាត់បំណុលវាទៅពេលនោះស្វាស្រែកខាត់ឲ្យឈប់តែខ្លាមិនព្រមឈប់ដោយគិតថាស្វានេះយកមកផាត់បំណុលហើយក៏រត់ឆ្ងាយទៅទាល់តែស្វានោះរំដំអុកក្បាលនឹងឈើនឹងដីស្លាប់រួចខូចអាសាឥតការទៅ